giá bên cho đầm láy khuyến mãi khuyến mãi khuyến mãi promotion ok promotionហ្នឹងគេបាទសួស្តីគ្រប់ជំរាបសួរបងប្អូនប្រុសស្រីទាំងអស់គ្នាតើមកជួបគ្នាម្ដងទៀតជាមួយនឹងវិទ្យាមណ្ឌលសិក្សាភាសាវៀតណាមបាទនេះថ្ងៃនេះយើងមានមេរៀនថ្មីមកចែកជូនបងប្អូនសម្រាប់ការសិក្សាភាសាវៀតណាមទាំងអស់គ្នាណាសង្ឃឹមថាមេរៀនហ្នឹងនៅពេលដែលបងប្អូនបានទស្សនាបានរៀនតាមជាមួយនឹងមេរៀនហ្នឹងហើយនឹងមានប្រយោជន៍សម្រាប់ការនិយាយជាមួយការសិក្សាភាសាវៀតណាមទាំងអស់គ្នាអូខេចាប់តាមអញ្ចឹងមេរៀនថ្ងៃនេះយើងរៀនពីការទិញលក់អូខេអញ្ចឹងពាក្យដែលយើងប្រើនៅពេលដែលយើងត្រូវទៅផ្សារទិញលក់ឬក៏ទិញលក់របស់របរអីតែយើងធ្លាប់ពាក្យអីគេខ្លះតោះ những từ khi mua bán những từ khi mua bánពាក្យប្រើនៅពេលទិញលក់ mua mua ok mua bán bán ok mua bán mua ហ្នឹងប្រែថាទិញបងប្អូនអូខេទិញរបស់របរអីហ្នឹងនិយាយទៅពាក់ព័ន្ធជាមួយនឹងពាក្យថាទិញយើងប្រើពាក្យថា mua អូខេ mua ចំណែកពាក្យថាលក់bán bán លក់អញ្ចឹងពាក្យនេះពេលខ្លះវាអាចនៅជាមួយគ្នាដូចជាយើងនិយាយពាក្យថាទិញលក់អញ្ចឹង mua bán ទិញលក់អូខេ giá 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 តម្លៃ giảm giá giảm giá giảm giá បញ្ចុះតម្លៃ khuyến mãi khuyến mãi khuyến mãi promotion អូខេ promotion ហ្នឹងគេបងបញ្ចុះតម្លៃមិនដែរថាបញ្ចុះតម្លៃយើងបញ្ចុះពីតម្លៃខ្ពស់មកតម្លៃសមរម្យមកតម្លៃទាបចំណែកpromotion ឧទាហរណ៍ថាយើង promotion ទិញ2ថែ1អូខេឬក៏ទិញ1ថែ1បានន័យថា promotion អញ្ចឹងពាក្យពីរហ្នឹងប្រើខុសគ្នាបងប្អូនអូខេ tiền mặt tiền mặt tiền mặt គេសាច់ប្រាក់លុយដែលយើងចាយរាល់ថ្ងៃហ្នឹងគេហៅថា tiền mặt ហើយចំណែកឯនៅក្នុងកុងគេហៅ tiền khoán tiền khoán ចឹងខ្ញុំអត់បានទៅសេចូលទេពាក្យហ្នឹងបងប្អូនអាចទៅ research ខ្លួនឯងបានណាអញ្ចឹងយើងនឹងជួបគ្នាសម្រាប់ពាក្យទាំងអស់ហ្នឹងមួយសារទៀតជាមួយនឹងមេរៀនពាក់ព័ន្ធមួយធនាគារមួយអីអញ្ចឹងទៅអូខេតោះអញ្ចឹង tiền mặt ប្រែថាសាច់ប្រាក់ tính tiền tính tiền tính tiền គេគិតប្រាក់ឬក៏គិតលុយ thanh toán thanh toán thanh toán អូខេទូទាត់ប្រាក់អញ្ចឹង thanh toán tính tiền ប្រើបានដូចគ្នាណាបងប្អូនមិនខុសទេប្រែថាគិតលុយឬក៏ទូទាត់ប្រាក់ដូចគ្នា trả tiền trả tiền trả tiền ឲ្យលុយអូខេអញ្ចឹងបងប្អូនពាក្យនេះចាវាអាចនឹងយើងប្រែថាសងប៉ុន្តែនៅក្នុងកលៈទេសៈឧទាហរណ៍ថាបងប្អូនទៅញ៉ាំអីកន្លែងគេមួយហើយនៅពេលដែលបងប្អូនហើយគេគិតលុយហើយបងប្អូននិយាយថា em trả tiền em trả tiền đây em trả tiền នេះខ្ញុំគិតលុយឲ្យឬខ្ញុំឲ្យលុយបានន័យថាគិតឲ្យលុយដែលយើងឲ្យគេគិតហើយហ្នឹងយើងហត់លុយហ្នឹងឲ្យទៅគេអូខេ thối tiền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  អាប់លុយអូខេយើងអាចនិយាយពាក្យថា tiền thối tiền thối បានន័យថាលុយដែលនៅសល់ឬក៏លុយវាអាប់អញ្ចឹងអាប់លុយនិងលុយអាប់បងចំណាំយើងអាចសរសេរមុខក្រោយបានណា thối tiền thối tiền អាប់លុយ tiền thối លុយអាប់អូខេអញ្ចឹងមេរៀនរបស់យើងថ្ងៃហ្នឹងយើងចប់ត្រឹមហ្នឹងបងប្អូនសម្រាប់មេរៀនហ្នឹងដែរសង្ឃឹមថាបងប្អូនអាចយកទៅប្រើប្រាស់បាននៅក្រោយពេលដែលរៀនហើយមួយទៀតបងប្អូនសម្រាប់វិទ្យាមណ្ឌលសិក្សាភាសាវៀតណាមនេះឥឡូវមាន
ជាមួយនឹងវគ្គសិក្សាថ្មីបងប្អូនអញ្ចឹងសម្រាប់ការសិក្សាដែលមានភាពលឿនបានន័យថាសិក្សាដែលយើងរៀនឆាប់ចេះគេឆាប់ចាំជាមួយនឹងតម្លៃសមរម្យបងប្អូនអាចតាក់ទងមកវិជ្ជាមណ្ឌលសិក្សាភាសាវៀតណាមបានអញ្ចឹងlink សម្រាប់ Facebook ផ្លូវការ Facebook page ផ្លូវការយើងនឹងដាក់នៅលើ link នៅក្រោមវីដេអូណាអូខេអរគុណច្រើនអរគុណសម្រាប់ការតាមដានជាមួយនឹងវីដេអូអរគុណជួបគ្នានៅវីដេអូ